ចូលមកកាន់វីដេអូទី2របស់នាងខ្ញុំចាអំពីរីសតមួយកន្លែងនៅអូពូតកោះបាលីប្រទេសឥណ្ឌូនេស៊ីផងដែរចាគេថាបរិយាកាសនៅក្នុងរីសតនេះមានលក្ខណៈខៀវស្រងាត់ខ្លាំងមែនទែនចាស្របពេលដែលពេលវេលានាងខ្ញុំទៅនេះចាគឺជារដូវកាលភ្លៀងធ្លាក់ផងដែរអញ្ចឹងគ្រប់យ៉ាងមើលទៅហាក់ដូចជាពណ៌ខៀវស្រងាត់ស្រស់ស្អាតល្អខ្លាំងមែនទែនកន្លែងទៅមើលអាងហែលទឹកវិញចាគឺជា vibe របស់បាលីសុទ្ធសាធអមជាមួយនឹងសំឡេងចាសត្វចាបយំក៏ដូចជាសំឡេងចាខ្យល់បក់តិចតិចផងដែរមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងមិនបង្អង់យូរចានាងខ្ញុំក៏បានផ្លាស់ប្ដូរឈុតចាសម្រាប់ត្រៀមហែលទឹកហើយមុននឹងហែលទឹកចានាងខ្ញុំក៏មានជាការចាអែនអនតិចតួចជាមួយនឹងទេសភាពក៏ដូចជារេរងតាមខ្យល់ផងដែរប៉ុន្តែសូមសួរមួយរវាងទេសភាពហើយនឹងនាងខ្ញុំតែអ្នកទាំងអស់គ្នាជ្រើសយកមួយណាដែរកុំភ្លេចចូលខមមិនទាំងអស់គ្នា